សូមស្វាគមន៍មកកាន់ប្រមាណ Reading ពេលនេះយើងមកស្ដាប់ការវិភាគលក្ខណៈទូទៅទាំងអស់គ្នាចង់ដឹងថាតើពេលនេះមកនេះមានអ្វីសម្រាប់អ្នកដែលកំពុងតែទស្សនាការវិភាគរបស់ខ្ញុំមានអ្វីដែលអ្នកគួរតែដឹងនិងមានអ្វីដែលអ្នកត្រូវត្រៀមខ្លួនទទួលយកដែរឬទេនៅក្នុងពេលឆាប់ខាងមុខនេះខ្ញុំសូមបញ្ជាក់ផងដែរថាប្រមាណ Reading មិនមានទទួលមកវិភាគខ្លួនឡើយប្រសិនបើមាននរណាម្នាក់តែទៅអ្នកទាំងអស់គ្នាថាជាប្រមាណ Reading នោះគឺមិនមែនជាខ្ញុំសោះឡើយម្យ៉ាងការទទួលបៀគឺជាលក្ខណៈទូទៅមនុស្សជាច្រើនដែលទស្សនាការទទួលបៀអ្វីដែលត្រូវជាមួយនឹងអ្នកទាំងអស់គ្នាសូមទទួលយកអ្វីដែលមិនត្រូវជាមួយនឹងអ្នកទាំងអស់គ្នាសូមរំលងអ្នកទាំងអស់គ្នាក៏អាចចូលទៅទស្សនាការទទួលបៀជាច្រើនរបស់ខ្ញុំដែលគ្រាន់តែចូលទៅកាន់ link ដែលខ្ញុំបានដាក់នៅក្រោម comment ខាងក្រោមវីដេអូនេះឬក៏ចូលទៅកាន់រូបភាពរបស់ខ្ញុំលើ channel YouTube នេះនោះអ្នកទាំងអស់គ្នានឹងចូលទៅកាន់ channel ធំរបស់ខ្ញុំដែលនៅទីនោះមានការទទួលបៀក្រោមប្រធានបទខុសៗគ្នាសម្រាប់អ្នកទាំងអស់គ្នាទស្សនាកម្សាន្តជាហោហែបន្តទៀតសូមអរគុណអ្នកទាំងអស់គ្នាអាចជួយបន្តខ្ញុំតាមរយៈ barcode ដែលមានបង្ហាញនៅលើអេក្រង់ទូរស័ព្ទនេះផងដែរដែលខ្ញុំអាចទិញការទូរស័ព្ទបញ្ចូលអ៊ីនធឺណិតថតវីដេអូចែកជូនអ្នកទាំងអស់គ្នាទស្សនាកម្សាន្តជាហោហែបន្តទៀតសូមអរគុណយើងមកតាមដានស្ដាប់ការវិភាគរបស់យើងបន្តទៅទៀតចង់ឲ្យតើពេលនេះមកនេះមានអ្វីសម្រាប់អ្នកដែលកំពុងតែទស្សនាការវិភាគរបស់ខ្ញុំមានអ្វីដែលអ្នកគួរតែដឹងនិងមានអ្វីដែលអ្នកត្រូវត្រៀមខ្លួនទទួលយកដែរឬទេនៅក្នុងពេលឆាប់ខាងមុខនេះស្លឹកបែនបានបង្ហាញថាអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំនេះគឺជាប្រភេទមនុស្សដែលមានញៀនដឹងមុនណាថានឹងមានអ្វីកើតឡើងសម្រាប់អ្នកហើយអ្នកក៏ដឹងមុនផងដែរថានៅក្នុងពេលខាងមុខនេះគឺអ្នកនឹងជួបនរណានឹងបានលក្ខណៈថាឆ្លងកាត់អ្វីចឹងណាឬក៏អាចនិយាយបានមួយទៀតថាអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំនៅក្នុងពេលនេះអ្នកកំពុងតែមានគោលដៅជីវិតមួយដែលច្បាស់លាស់សម្រាប់ខ្លួនឯងណាដូចថាដឹងថាខ្លួនឯងត្រូវដើរទៅផ្លូវណាខ្លួនឯងត្រូវធ្វើអ្វីបន្តទៀតអ្នកដូចជាដឹងផងដែរថាអ្នកត្រូវកែប្រែជីវិតរបស់ខ្លួនឯងទាំងស្រុងតែម្ដងណាឬក៏អាចនិយាយថាគឺអ្នកនឹងដឹងថាមិននឹងដឹងទេគឺអ្នកដឹងតែម្ដងណាដឹងតែហើយថាជីវិតរបស់អ្នកនៅក្នុងពេលខាងមុខនេះនឹងមានការប្រែប្រួលដោយសារតែអ្នកនេះបានសម្រេចចិត្តថាខ្លួនឯងបានកែប្រែឬក៏នឹងកែប្រែខ្លួនឯងតែម្ដងឲ្យខ្លាចទៅជាខ្លួនឯងស្នាជាថ្មីបើថាមនុស្សយើងពីមុនមកអត្តចរិតយើងពីមុនអ្វីដែលយើងធ្លាប់ឆ្លងកាត់គឺយើងបំភ្លេចចោលឬក៏យើងចាត់ទុកថាវាគឺជារឿងអតីតកាលមួយដែលត្រូវបោះបង់នៅក្នុងឆ្នាំចាស់អញ្ចឹងឆ្នាំថ្មីគឺជាខ្លួនយើងជាថ្មីប្រៀបដូចជាពេលវេលាមួយដែលយើងឈានជើងដើរពីចំណុច0ឬក៏ពីចំណុចដំបូងនៃជីវិតរបស់យើងទៅដូចជាមានរឿងអ្វីមួយដែលសំខាន់កើតឡើងសម្រាប់អ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំនេះតាំងពីឆ្នាំ2013 2014ឬក៏2023មកណាអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំអ្នកខ្លះគឺដូចជាទៅតែបញ្ចប់ទំនាក់ទំនងដែលគេហៅថាមនោសញ្ចេតនាឬក៏មិនថាជាមនោសញ្ចេតនាស្នេហាប្រុសស្រីក៏ជាមនោសញ្ចេតនារវាងបងប្អូននេះទេប៉ុន្តែវាគឺជាទំនាក់ទំនងមួយដែលថាអ្នកមានការតាក់ទងជាមួយនឹងគេណាអស់រយៈពេល5ឆ្នាំ4ឆ្នាំ7ឆ្នាំ10ឆ្នាំចាអញ្ចឹងគឺអ្នកទៅតែបញ្ចប់ទំនាក់ទំនងមួយហ្នឹងណាពីមុនមកគឺអ្នកតែងតែតន្ទឹងរង់ចាំនៅការផ្លាស់ប្ដូរអ្វីមួយដែលគេហៅថាតន្ទឹងរង់ចាំឲ្យចក្រវាឡផ្ដល់ឲ្យអ្នកនៅអ្វីដែលអ្នកចង់បានណាប៉ុន្តែគឺវាអត់ទទួលបានអញ្ចឹងទៅគឺអ្នកយល់ថាវាគួរទៅដល់ពេលហើយនៅក្នុងការដែលអ្នកនេះឈប់តន្ទឹងរង់ចាំអ្វីមួយហ្នឹងឬក៏ផ្លាស់ប្ដូរការគិតរបស់ខ្លួនឯងសម្រាប់ឆ្នាំថ្មីអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំអ្នកអាចជាមនុស្សដែលមានញៀនទី6ឬក៏អាចនិយាយថាអ្នកគឺជាប្រភេទមនុស្សដែលមានទំនាក់ទំនងជាមួយនឹងគេហៅថាដួងវិញ្ញាណណាមួយដែលអ្នកអាចដឹងមុនដែលអ្នកអាចលក្ខណៈថាចង់បានអ្វីមួយហើយគឺអ្នកព្យាយាមបញ្ជាតាមការចង់បានរបស់អ្នកនេះដើម្បីឲ្យវាកើតឡើងទៅតាមអ្វីដែលអ្នកត្រូវការហើយអ្នកដូចជាត្រូវការឬក៏ចង់បានអ្វីមួយនោះដូចជាអស់រយៈពេលជាយូរឆ្នាំមកហើយទន្ទឹងរង់ចាំរឿងមួយនឹងឬក៏មនុស្សមួយនឹងឬក៏វត្ថុមួយនឹងឲ្យវាកើតឡើងសម្រាប់អ្នកតាំងពី7-8ឆ្នាំមុនណាហើយឥឡូវនេះការរង់ចាំរបស់អ្នកគឺវានឹងត្រូវបញ្ចប់ហើយដូចថាគឺលក្ខណៈថាអ្វីដែលអ្នកត្រូវការឬក៏ចង់បាននោះគឺវានឹងកើតឡើងសម្រាប់អ្នកវាអាចតាក់ទងជាមួយនឹងគេហៅថាគំនិតនៃការចាស់ទុំរបស់អ្នកឬក៏ការរកស៊ីការធ្វើការរបស់អ្នកមុខចំនួនរបស់អ្នកក៏ថាបានផងដែរដែលអ្នកតែងតែមានការអត់ធ្មត់នៅក្នុងការធ្វើវាហើយបន្តិចម្ដងដោយយឺតយ៉ាវវារីកចម្រើនទៅយឺតយ៉ាវយ៉ាងម៉េចក៏ដោយតាំងពី7-8ឆ្នាំនៃការឆ្លងកាត់នៃការព្យាយាមរបស់អ្នកក៏វាដល់ពេលដែលអ្នកត្រូវប្រមូលផលដែរវាដល់ពេលហើយដែលអ្នកស្ដាប់ការវិភាគរបស់ខ្ញុំនេះភ្ញាក់រលឹកដឹងខ្លួនឯងអំពីផ្លូវណាដែលត្រូវផ្លូវណាដែលគួរធ្វើលក្ខណៈថាទិសដៅនៃជីវិតរបស់ខ្លួនឯងមួយណាដែលខ្លួនឯងគួរតែចាប់យកអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំមួយចំនួនអាចនិយាយថាសម្រាប់អ្នកខ្លះគឺអ្នកធ្លាប់ឆ្លងកាត់នៅទំនាក់ទំនងណាដូចថាស្នេហាប្រុសស្រីអស់3-4នាក់ទៅហើយប៉ុន្តែគឺអ្នកនៅតែអត់ទាន់បានជួបគូពិតអញ្ចឹងណាអញ្ចឹងគឺវាដល់ពេលហើយនៅក្នុងពេលខាងមុខនេះដែលអ្នកជួបជាមួយនឹងមនុស្សនឹងណូច្បាស់លាស់ណាម្នាក់ដែលអ្នកអាចចាប់គូជាមួយគេជារៀងរហូតតទៅហើយបើសម្រាប់អ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំមួយចំនួនទៀតគឺអ្នកជាមនុស្សដែលនៅលឺតាំងពីកំណើតមកដូចថាមិនធ្លាប់ឆ្លងកាត់ឬក៏មិនធ្លាប់ជួបប្រទះជាមួយនឹងសេចក្តីស្នេហាជាមួយនរណាទេអញ្ចឹងវាក៏ដល់ពេលហើយផងដែរដែលអ្នកនេះនឹងជួបគូរបស់អ្នកនៅក្នុងឆ្នាំថ្មីនេះឯង
អ្នកដែលសាបកម្មវិរបស់ខ្ញុំមួយចំនួនអ្នកអាចជាមនុស្សដែលមាន zodiac sign ជា Scorpio ជា Pisces សម្រាប់អ្នកខ្លះគឺអាចមាន zodiac sign ជា Sagittarius ផងដែរនៅក្នុងឆ្នាំថ្មីនេះគឺអ្នកនឹងបានជួបជាមួយនឹងមនុស្សដែលត្រូវចិត្តរបស់អ្នកមិនថាអ្នកជាមនុស្សប្រុសគឺអ្នកនឹងជួបជាមួយនឹងមនុស្សស្រីបើសិនជាអ្នកជាមនុស្សស្រីគឺអ្នកនឹងជួបជាមួយនឹងមនុស្សប្រុសដែលត្រូវចិត្តគ្នាទៅវិញទៅមកតែម្ដងណាអ្នកជាមួយនឹងគូរបស់អ្នកអាចជាមនុស្សដែលមានជីវិតខុសគ្នាខ្សែជីវិតខុសគ្នាជួបប្រទះនៅបទពិសោធន៍ផ្សេងគ្នាគេហៅថាដំណើរជីវិតមនុស្សម្នាក់ៗតែខុសគ្នាឯងប៉ុន្តែនៅពេលដែលអ្នកជួបគ្នាអ្នកទាំងពីរនឹងមានអារម្មណ៍ថាអ្នកទាំងពីរគឺគេហៅថាឌូតរកគ្នាដែលថាត្រូវចិត្តគ្នាដែលថានិយាយទៅចោះសម្រងគ្នាឬក៏ការចែករំលែកបទពិសោធន៍ជីវិតម្នាក់បំពេញឲ្យម្នាក់ទៀតអញ្ចឹងណាអ្នកស្ដាប់ការវិរបស់ខ្ញុំមួយចំនួនគឺអ្នកបានជួបជាមួយនឹងមនុស្សដែលត្រូវចិត្តរបស់អ្នកនឹងហើយចាស្របពេលដែលអ្នកស្ដាប់ការវិរបស់ខ្ញុំមួយចំនួនគឺអ្នកមិនតាមបានជួបគេទេប៉ុន្តែអ្នកគឺមានអារម្មណ៍ដឹងថាអ្នកនឹងជួបគេនៅក្នុងពេលឆាប់ៗខាងមុខនឹងឯងបើទោះបីជាអ្នកស្ដាប់ការវិរបស់ខ្ញុំមួយចំនួនទៀតកំពុងតែមានទំនាក់ទំនងកម្មជាមួយនរណាម្នាក់ក៏ដោយដែលជាទំនាក់ទំនងមិនសប្បាយចិត្តតែប៉ុន្តែនៅក្នុងចិត្តរបស់អ្នកក៏អ្នកនៅតែមានញៀនដឹងដែរថាអ្នកនឹងបានជួបមនុស្សដែលល្អជាងមនុស្សដែលអ្នកកំពុងតែតាក់ទងនឹងឯងអ្នកស្ដាប់ការវិរបស់ខ្ញុំមួយចំនួនគូរបស់អ្នកគឺជាមនុស្សដែលរស់នៅស្រុកឆ្ងាយពីអ្នកឆ្ងាយខេត្តឆ្ងាយស្រុករហូតដល់ឆ្ងាយប្រទេសផងដែរស្នេហារបស់អ្នកនឹងតាក់ទាញគ្នាដោយចិត្តនឹងចិត្តគឺអត់គិតពីទ្រព្យសម្បត្តិអត់គិតអំពីមុខមាត់ឬក៏លក្ខណៈថាអត់គិតអំពីឋានៈបុណ្យស័ក្តិបរិយាកាសនៅជុំវិញអីគឺអត់គិតទេគឺអ្នកទាំងពីរពេញចិត្តគ្នាដោយចិត្តនឹងចិត្តហើយក៏ចាប់អារម្មណ៍ជាមួយគ្នាតែម្ដងបើទោះបីជាអ្នកដតីឬក៏មកចិត្តឋានខាងក្រៅគេផ្ដល់យោបល់កម្រិតយ៉ាងណាក៏អ្នកទាំងពីរនឹងអត់ខ្វល់ដែរសម្រាប់អ្នកស្ដាប់ការរបស់ខ្ញុំមួយចំនួនគឺអ្នកនឹងបានទទួលការសុំស្រឡាញ់ឬក៏សុំធ្វើជាដៃគូរបស់នរណាម្នាក់ហ្នឹងគឺនៅក្នុងថ្ងៃ Valentine ទី14កុម្ភៈនឹងឯងអ្នកស្ដាប់ការរបស់ខ្ញុំមួយចំនួនគឺអ្នកបានជួបគូរបស់អ្នកហ្នឹងតាមរយៈការសុបិនយល់សប្តិនិមិត្តឲ្យឃើញដែរចឹងណាដោយថាគេមានអត្តចរិតបែបណាគេជាមនុស្សបែបម៉េចគឺអ្នកដឹងនៅក្នុងចិត្តខ្លួនឯងតែម្ដងអ្នកទាំងពីរនៅពេលដែលស្គាល់គ្នាតាក់ទងគ្នាគឺនឹងយោគយល់គ្នាទៅវិញទៅមកហើយគេហៅថាមានចិត្តអាណិតសន្តោសប្រណីឲ្យគ្នាទៅវិញទៅមកណាមនុស្សដែលគេជាគូជាមួយអ្នកដែលស្ដាប់ការរបស់ខ្ញុំនេះគឺគេអាចជាមនុស្សដែលកើតនៅក្នុងឆ្នាំចដែលជាធាតុសត្វឆ្កែឬក៏អាចនិយាយថាគឺគេមានចិញ្ចឹមសត្វសំណាក់ផ្ទាល់ខ្លួនរបស់គេតែម្ដងណាឬក៏គេជាមនុស្សដែលចូលចិត្តនៅក្នុងការគេហៅថាសត្វសំណាក់ទូទៅហ្មងណាឬក៏អ្នកដែលស្ដាប់ការរបស់ខ្ញុំនេះបានស្គាល់មនុស្សម្នាក់នោះតាំងពីកុមារភាពរបស់អ្នកក៏ថាបានផងដែរហើយអាចនិយាយបានមួយទៀតសម្រាប់អ្នកស្ដាប់ការរបស់ខ្ញុំមួយចំនួនទៀតមនុស្សដែលអ្នកនឹងជួបដែលជាគូជាមួយអ្នកដែលត្រូវចិត្តជាមួយអ្នកណាគឺគេអាចជាមនុស្សដែលគេមានកូនរបស់គេរួចទៅហើយក៏ថាបានផងដែរហើយនិយាយមួយទៀតផងដែរថាមនុស្សដែលគេជាគូជាមួយអ្នកហ្នឹងគឺគេជាមនុស្សដែលភាគច្រើនចំណាយពេលវេលារបស់គេនៅតែម្នាក់ឯងជាមួយនឹងសត្វចិញ្ចឹមរបស់គេគឺគេអត់មានគ្នាអត់មានមនុស្សនៅអ៊ូអរជាមួយខ្លួនគេគឺគេអត់សូវចេះរាប់ញាតប្រមាណទេដោយថាគឺជាប្រភេទមនុស្ស introvert តែម្ដងណាប៉ុន្តែគេគឺជាមនុស្សដែលស្មោះត្រង់ស្មោះស្ម័គ្រចំពោះរឿងមនោសញ្ចេតនាបើថាគេតាក់ទងជាមួយអ្នកហើយគឺច្បាស់ណាស់ថាគេមានតែអ្នកទេគឺគេអត់មានតាក់ទងឬក៏ច្បូកច្បល់ជាមួយអ្នកផ្សេងអញ្ចឹងណាគូរបស់អ្នកនឹងអាចជាមនុស្សដែលចូលចិត្តឬក៏ស្រឡាញ់ក្មេងៗឬក៏គេជាមនុស្សដែលចូលចិត្តឬក៏លក្ខណៈថាចំណាយពេលវេលាច្រើនជាមួយនឹងធម្មជាតិផងដែរណាបើសិនបើអ្នកគឺជាមនុស្សដែលមានកូនរបស់ខ្លួនឯងរួចទៅហើយណាអ្នកដែលស្ដាប់កាន់វាអញ្ចឹងគឺមនុស្សដែលគេជាគូរបស់អ្នកនោះគឺគេនឹងទទួលយកគ្រប់យ៉ាងដែលជាអ្នកតែម្ដងមិនថាកូនរបស់អ្នកក៏គេទទួលយកជាកូនរបស់គេដែរច្បាស់ណាស់ថាអ្នកនឹងបានជួបជាមួយនឹងគេឬក៏គេនឹងតាក់ទងមួយនេះនៅក្នុងឆ្នាំ2026នឹងឯងជាពិសេសគឺនៅក្នុងថ្ងៃ Valentine Day តែម្ដងណាគឺថ្ងៃទី14ខែកុម្ភៈអ្នកដែលស្ដាប់ការវិរបស់ខ្ញុំមួយចំនួនអ្នកអាចជាមនុស្សដែលមាន zodiac sign ជា Pisces ផងដែរអ្នកដែលស្ដាប់ការវិរបស់ខ្ញុំមួយចំនួនអ្នកអាចនឹងឆ្ងល់ថាហេតុអីបានជាជីវិតរបស់អ្នកតាំងពីឆ្នាំកន្លងមកគឺដូចជាអត់ជោគជ័យជាមួយនឹងរឿងមនោសញ្ចេតនាឬក៏លក្ខណៈថាបញ្ហាវាចេះតែកើតឡើងសម្រាប់អ្នកអីចឹងណាអញ្ចឹងទៅគឺអត់អីទេធម្មតាមនុស្សយើងគឺមានសម្ពាធកម្មមកជាមួយតើតែយើងលៀងជំរះកម្មនឹងអស់សិនទើបយើងអាចទទួលយកសម្ពាធបុណ្យរបស់យើងតាមក្រោយឆ្នាំ2026នេះគឺជាឆ្នាំនៃជោគលាភរបស់អ្នកតែម្ដងណាគឺអ្នកឈរនៅលើលុយជាច្រើនចាមិនថាជាហិរញ្ញវត្ថុដែលមានស្ថិរភាពឬក៏ជាគេហៅថាការទទួលបានអំណោយជាប្រាក់កាសទេហើយអ្នកក៏នឹងមានជីវិតបែបបរិបូរណ៍បែបថាលែងខ្វល់លែងខ្វាយជាមួយនឹងបញ្ហាទាំងឡាយទាំងអស់តែម្ដងណាហើយមិនថាអ្នកធ្វើការងារអ្វីទេគឺអ្នកនឹងទទួលបានជោគជ័យទៅលើការងារនោះនៅក្នុងឆ្នាំ2026នេះផងដែរនៅពេលដែលអ្នកជោគជ័យមនុស្សជាច្រើនគឺគេអាចនឹងឆ្ងល់ថាឬក៏គេគិតថាអ្នកនេះជោគជ័យដោយសំណាងដោយលៀបអីចឹងណាតែតាមពិតទៅគឺអ្នកខិតខំប្រឹងប្រែងធ្វើការឬក៏មានភាពអំណត់ជាមួយនឹងការទទួលចាំការរងចាំនៅលៀបជ័យរបស់អ្នកនេះអស់រយៈពេលជាយូរណាស់មកហើយ
មិនថាជាការភ្ញាក់រលឹកនៅក្នុងការចេះកែប្រែខ្លួនឯងចេះអភិវឌ្ឍខ្លួនឯងឲ្យល្អប្រសើរទៅមុខក៏នេះជាចំណុចមួយដែលល្អសម្រាប់ជីវិតរបស់អ្នកនៅក្នុងឆ្នាំ2026នេះផងដែរបើន័យថាឆ្នាំមុនគឺយើងបដាបដោយយើងត្រេកត្រោតយើងរស់ជាតកម្មយថាកម្មអីចឹងទៅឬក៏យើងមើលអត់ឃើញគោលដៅជីវិតរបស់យើងប៉ុន្តែនៅក្នុងឆ្នាំថ្មីនេះគឺអ្នកនឹងប្រែប្រួលអ្នកនឹងចាប់ផ្ដើមអ្វីមួយដែលគេហៅថាជាដុំកំភួនសម្រាប់ខ្លួនឯងនៅពេលដែលអ្នកបានជួបជាមួយគូរបស់អ្នកទាំងពីរនឹងទទួលបានការទទួលស្គាល់ពីមនុស្សដែលនៅជុំវិញខ្លួនអ្នកផងដែរគឺគេកោតស្ញប់ស្ញែងគេលក្ខណៈថាចូលរួមត្រេកអរជាមួយអ្នកដែរអ្នកដែលស្ដាប់ការនិយាយរបស់ខ្ញុំមួយចំនួនអាចនិយាយថានៅក្នុងឆ្នាំ2026នេះបើសិនជាអ្នកមិនទាន់បានជួបជាមួយនឹងមនោសញ្ចេតនាណាមួយទេអ្នកក៏មានឱកាសនៅក្នុងការទទួលបានការឡើងឋានៈឬក៏អាចនិយាយថាមានអំណាចមានទាំងលុយមានទាំងអំណាចនៅក្នុងមុខរបររកស៊ីឬក៏ការងាររបស់អ្នកផងដែរអាចនិយាយបានមួយទៀតផងដែរថាអ្នកដែលស្ដាប់ការនិយាយរបស់ខ្ញុំមួយចំនួនណាបើសិនបើពីមុនមកអ្នកគឺជាមនុស្សដែលមិនមានទំនាក់ទំនងល្អជាមួយមនុស្សដែលនៅជុំវិញអញ្ចឹងគឺនៅក្នុងឆ្នាំថ្មីនេះគឺអ្នកនឹងមានការកែប្រែខ្លួនឯងហើយមនុស្សដែលនៅជុំវិញរបស់អ្នកនោះក៏គេនឹងឲ្យតម្លៃអ្នកក៏គេនឹងឃើញអំពីគេហៅថាអ្វីដែលជាខ្លួនអ្នកគឺគេនឹងទទួលយកតែម្ដងណានិយាយទៅទំនាក់ទំនងរបស់អ្នកគឺនឹងមានការល្អប្រសើរឡើងនៅក្នុងឆ្នាំថ្មីនេះផងដែរញៀនរបស់អ្នកនឹងប្រាប់ថានរណាគឺជាគូរបស់អ្នកនឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្និទ្ធស្នាលជាមួយគេចម្លែកតែម្ដងនៅពេលដែលអ្នកទាំងពីរបានស្គាល់គ្នាឬក៏ជួបទាក់ទងជាមួយគ្នាសម្រាប់អ្នកស្ដាប់ការនិយាយរបស់ខ្ញុំមួយចំនួនទៀតគឺអ្នកនឹងបានជួបជាមួយនឹងគូរបស់អ្នកនោះគឺនៅក្នុងខែតុលាខែវិច្ឆិកាចាឆ្នាំ2026នេះអាននិយាយថាគឺនៅក្នុងខែ10ខែ11ឆ្នាំ2026អ្នកដែលស្ដាប់ការនិយាយរបស់ខ្ញុំអ្នកគឺជាមនុស្សដែលបានឆ្លងកាត់នៅរឿងជាច្រើនហើយអ្នកក៏ជាមនុស្សដែលឆ្លាតនៅក្នុងការយកនៅបទពិសោធន៍ជីវិតរបស់អ្នកនោះមកបំលែងវាឲ្យក្លាយទៅជាភាពរឹងមាំដើម្បីឲ្យអ្នកនេះអាចឈានជើងដើរទៅមុខឬក៏មានកម្រិតជីវភាពជីវិតរបស់អ្នកនេះកាន់តែល្អប្រសើរជាងមុនណាបើន័យថាគឺអ្នកមិនមែនជាមនុស្សដែលដេកត្រាំត្រែងជាមួយនឹងទុក្ខសោកទេគឺអ្នកព្យាយាមយកទុក្ខសោកនោះយកជាកម្លាំងចិត្តជំរុញឲ្យអ្នកគេហៅថាដើរទៅមុខបន្តទៀតដោយគេនិយាយថាអ្នកទាំងអស់គ្នាពេលខ្លះបើសិនបើយើងជួបរឿងមួយចាហើយយើងអត់ដឹងថារឿងហ្នឹងវាល្អឬក៏អាក្រក់សម្រាប់យើងទេនៅពេលខាងមុខទៀតក៏យើងនៅតែអត់ដឹងដែរថារឿងដែលយើងធ្វើនោះល្អឬក៏អាក្រក់ប៉ុន្តែបើសិនជាវាធ្វើឲ្យយើងជឿចាប់មួយហើយអញ្ចឹងរឿងផ្សេងទៀតដែលយើងត្រូវធ្វើយើងត្រូវដឹងថារឿងនេះយើងធ្វើទៅគឺយើងសប្បាយចិត្តយើងនឹងលែងបានរងទុក្ខជាមួយនឹងភាពជឿចាប់ទៀតចាអញ្ចឹងទៅគឺលក្ខណៈថាអ្នកទទួលបានមេរៀនជីវិតដែលគេហៅថាចក្រវាលផ្ដល់ឲ្យអ្នកផ្ទាល់តែម្ដងហើយអ្នកក៏ជាប្រភេទមនុស្សដែលជឿជាក់ផងដែរថាអ្វីដែលជារបស់អ្នកអ្វីដែលនឹងកើតឡើងត្រូវបានកំណត់ដោយចក្រវាលអ្វីដែលថាយើងមិនអាចហាមឃាត់បានទេយើងមានតែទទួលស្គាល់ទទួលយកហើយនឹងបន្តវាឬក៏បំលែងវាទៅតាមកលៈទេសៈដែលយើងជួបអ្នកដែលស្ដាប់ការងាររបស់ខ្ញុំមួយចំនួនគឺអ្នកបានស្គាល់បានជួបជាមួយនឹងមនុស្សដែលគេជាគូរបស់អ្នកនេះតាំងពីឆ្នាំ2018 2019មកអញ្ចឹងនៅក្នុងឆ្នាំ2026នេះគឺអ្នកទាំងពីរនឹងមានការជួបជុំជាមួយគ្នាឡើងវិញមិនថាអ្នកខ្លះបានជួបជាមួយអ្នកថ្មីឬក៏អ្នកខ្លះបានជួបជាមួយនឹងមនុស្សដទៃប៉ុន្តែអ្នកដឹងក្នុងចិត្តខ្លួនឯងតែម្ដងថាបេះដូងរបស់អ្នកទាមទារមនុស្សដែលអ្នកនឹងជួបនៅក្នុងពេលខាងមុខនេះឯងចាហើយអ្នកក៏នឹងសប្បាយចិត្តជាមួយនឹងអ្វីដែលអ្នកនឹងជួបនៅក្នុងពេលខាងមុខនេះផងដែរមនុស្សដែលអ្នកនឹងជួបនៅក្នុងពេលខាងមុខនេះមិនថាគេជាមនុស្សប្រុសឬក៏មនុស្សស្រីទេប៉ុន្តែគឺគេនឹងមានទឹកចិត្តនៅក្នុងការចង់ការពារចង់ថែរក្សាអ្នកចង់ជួយមកបំពេញក៏ដូចជាជំរុញនៅទុក្ខសោកដែលអ្នកធ្លាប់ឆ្លងកាត់មិនថាជាអ្នកដែលស្ដាប់ការនិយាយរបស់ខ្ញុំមួយចំនួនគឺខ្វះនៅភាពស្រឡាញ់នៅក្តីស្រឡាញ់អញ្ចឹងគឺគេនឹងជួយមកបំពេញការស្រឡាញ់មកឲ្យអ្នកតែម្ដងលែងធ្វើឲ្យអ្នកមានអារម្មណ៍ថាឯកោឬក៏មានអារម្មណ៍ថាពិភពលោកនេះមានតែម្នាក់ឯងទៀតហើយដោយថាបើសិនជាអ្នកខ្លះគឺធ្លាប់ឆ្លងកាត់នៅការលែងលះអញ្ចឹងគឺគេនឹងយល់ចិត្តអ្នកអំពីអារម្មណ៍នៃការបែកបាក់មួយនឹងគឺគេនឹងមានទឹកចិត្តសន្តោសប្រណីជាមួយអ្នកផងដែរមនុស្សដែលគេចូលមកជាគូជាមួយអ្នកគឺគេចាត់ទុកអ្នកប្រៀបដូចជាគេហៅថាមនុស្សដែលផ្ដល់ភាពកក់ក្ដៅឲ្យគេនៅក្បែរអ្នកគឺគេសប្បាយចិត្តចាមិនបានន័យថាគេចូលមកគឺគេល្អសម្រាប់អ្នកទេអ្នកក៏ល្អសម្រាប់គេផងដែរណាគឺអ្នកទាំងពីរនឹងពេញចិត្តគ្នាឲ្យតម្លៃគ្នាទៅវិញទៅមកមនុស្សដែលគេចូលមកជាគូជាមួយអ្នកគឺភាគច្រើនគឺគេមានអាយុចន្លោះពី40ឆ្នាំឡើងទៅលើអ្នកអាចមើលឃើញឬក៏ដឹងថាគេស្រឡាញ់អ្នកតាមរយៈការញញឹមឬក៏ការសើចរបស់គេដោយថានៅក្បែរអ្នកគេសប្បាយចិត្តគេអាសាញញឹមគេអាសាសើចឬក៏គេអាសាញញឹមឲ្យមើលមុខអ្នកមនុស្សដែលគេមកជាគូជាមួយអ្នកគេគឺជាមនុស្សដែលមានភាពចាស់ទុំតែម្ដងណាគេហៅថាគេគឺជាប្រភេទមនុស្សដែលចេះដឹងអ្វីល្អអ្វីដែលមិនល្អអញ្ចឹងណានៅពេលដែលអ្នកនៅក្បែរមនុស្សដែលគេស្រឡាញ់អ្នកហ្នឹងអ្នកក៏នឹងមានអារម្មណ៍ថាខ្លួនឯងគឺជាមនុស្សពិសេសសម្រាប់គេផងដែរនិយាយទៅគឺនៅក្បែរគេអ្នកមានអារម្មណ៍ថាខ្លួនឯងមានតម្លៃហើយនៅពេលដែលអ្នកនៅក្បែរគេរិស័យរបស់អ្នកក៏នឹងឡើងជីវិតរបស់អ្នកក៏នឹងមានភាពជោគជ័យនិយាយទៅអ្វីៗគឺល្អសម្រាប់អ្នកតែម្ដងអ្នកក៏អាចនឹងខ្លាចទៅជាមនុស្សល្បីមនុស្សមានកេរ្តិ៍ឈ្មោះដោយសារតែការជួយជុំជែងរបស់មនុស្សដែលគេចាប់អារម្មណ៍ឬក៏ស្រឡាញ់អ្នកនឹងផងដែរ
គេអាចនឹងចូលមកក្នុងជីវិតរបស់អ្នកហើយគឺណែនាំអ្នកប្រាប់អ្នកអំពីផ្លូវដើរជីវិតណាដែលអ្នកគួរទៅឬក៏ជួយជំរុញអ្នកឲ្យអ្នករីកចម្រើនដកដាលទៅមុខហ្មងណានិយាយទៅគឺគេប្រៀបដូចជាពន្លឺមួយសម្រាប់ជីវិតរបស់អ្នកផងដែរជីវិតរបស់អ្នកនឹងមានការប្រែប្រួលទាំងស្រុងតែម្ដងនៅពេលដែលអ្នកបានជួបជាមួយគេនិយាយទៅគឺ risky ping ដូចទៅនឹងពណ៌ផ្កាឈូកអញ្ចឹងណាប៉ុន្តែអ្វីមួយដែលអ្នកដែលស្ដាប់ការនិយាយរបស់ខ្ញុំនេះគួរតែយកចិត្តទុកដាក់ហើយនឹងផ្ដោតអារម្មណ៍គឺតកតងជាមួយនឹងការជំរុះចោលនៅអ្វីដែលមិនល្អសម្រាប់ខ្លួនឯងមិនថាជាគេហៅថាទម្លាប់អាក្រក់ឬក៏ជាការគិតបែបអវិជ្ជមានចំពោះខ្លួនឯងឬក៏អ្វីក៏ដោយមិនថាជាទម្លាប់ការងារជាទម្លាប់ការរស់នៅឬក៏ជាមនោសញ្ចេតនាចាស់ណាមួយដែលគេហៅថាដកជាប់នៅក្នុងចិត្តរបស់អ្នកត្រូវតែតម្លាក់ចោលត្រូវតែជំរុះខ្លួនឯងខ្លាចទៅជាខ្លួនឯងជាមនុស្សថ្មីសិនទើបអ្នកនេះអាចដើរទៅមុខបានយូរអង្វែងជាមួយគូរបស់អ្នកដែលស្ដាប់ការនិយាយរបស់ខ្ញុំមួយចំនួនអត់ទាំងដឹងផងថាអ្វីទៅដែលអាក្រក់សម្រាប់ខ្លួនឯងព្រោះតែរាល់ថ្ងៃគឺជីវិតនៅតែដើរទៅមុខចំណូលនៅតែមានហើយអត់ដឹងថាខ្លួនឯងត្រូវកែប្រែអីចឹងណាអញ្ចឹងទៅអ្នកគួរតែយកពេលវេលាខ្លះដើម្បីមកសង្កេតមើលខ្លួនឯងពិចារណាអំពីអ្វីដែលខ្លួនឯងកំពុងតែមានជួបប្រទះបច្ចុប្បន្ននេះដើម្បីរកគេហៅថាត្រូវមានគោលដៅឲ្យប្រវត្តិតទៅមុខទៀតថ្ងៃនេះយើងមានអាហ្នឹងអញ្ចឹងថ្ងៃស្អែកយើងគួរតែមានអ្វីមួយផ្សេងទៀតដូចថាថ្ងៃនេះយើង50គីឡូអញ្ចឹងនៅក្នុងថ្ងៃខាងមុខនេះយើងឆ្លាញ់គីឡូយើងប្រហែលបើសិនជាយើងស្រកជាងនេះឬក៏យើងឡើងសាច់ជាងនេះតើយើងនឹងមានមុខមាត់ល្អពោផង់យ៉ាងម៉េចខ្លះឬក៏អាចនិយាយថាចំណូលរបស់យើងថ្ងៃនេះបានប៉ុណ្ណឹងស្អែកយើងត្រូវគួរតែពង្រីកអាជីវកម្មយើងទៅកម្រិតណាមួយទៀតឬក៏បើកអាជីវកម្មណាមួយផ្សេងទៀតដើម្បីឲ្យចំណូលហ្នឹងវាមានថេរមានចូលច្រើនច្រកអីចឹងទៅមិនបានន័យថារាល់ថ្ងៃខ្ញុំរស់សុខហើយគ្រាន់តែដកជាប់នៅអារម្មណ៍ឈឺចាប់រឿងអតីតកាលពីមុនមកបន្តិចបន្តួចចឹងទេចាគឺកុំឲ្យមានអីសោះគឺលក្ខណៈថាបានសុខមែនប៉ុន្តែអត់មានការអភិវឌ្ឍទៅមុខអញ្ចឹងយើងក៏គួរតែពិចារណាត្រង់ចំណុចនេះផងដែរច្បាស់ណាស់ថាមនុស្សដែលអ្នកនឹងជួបនៅក្នុងពេលខាងមុខនេះអ្នកខ្លះគឺគេមកក្នុងនាមជាប្តីរបស់អ្នកតែម្ដងមកដើម្បីរៀបការសាងគ្រួសារជាមួយអ្នកតែបើសិនជាអ្នកស្ដាប់ការនិយាយរបស់ខ្ញុំមួយចំនួនទៀតគេអាចជាច្បាយនេះរបស់អ្នកដែលមកនៅក្នុងនាមជាការដឹកនាំអ្នកទោះថ្លៃផ្លូវជីវិតឲ្យអ្នកដើរចានេះគឺជាទីបញ្ចប់សម្រាប់ការនិយាយនៅក្នុងពេលនេះហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តការនិយាយរបស់ខ្ញុំសូម complete ជួយ like subscribe និង share channel របស់ខ្ញុំម្នាក់មួយផងដែរក៏ដូចជាជួយ comment ខាងក្រោមវីដេអូថាតើការទូទាយនេះត្រូវជាមួយអ្នកទាំងអស់គ្នាបានប្រមាណភាគរយដើម្បីជាការចែករំលែកដល់អ្នកដទៃសូមអរគុណជួបគ្នានៅក្នុងឱកាសក្រោយអ្នកទាំងអស់គ្នាអាចជួបបឋមខ្ញុំតាមរយៈបានកូដដូចដែលមានបង្ហាញនៅលើអេក្រង់ទូរស័ព្ទនេះផងដែរដែលខ្ញុំអាចទិញការទូរស័ព្ទបញ្ចូលអ៊ីនធឺណិតថាជាវីដេអូចែកជូនអ្នកទាំងអស់គ្នាទស្សនាកំសាន្តជាហោះឲ្យបន្តទៀតសូមអរគុណជួបគ្នានៅក្នុងឱកាសក្រោយរីករាយថ្ងៃចូលឆ្នាំថ្មីថ្ងៃទី1នៃខែមករាឆ្នាំសកលយើងផងដែរអ្នកទាំងអស់គ្នាសូមកុំភ្លេចជួយ like ហើយនិង share វីដេអូរបស់ខ្ញុំឲ្យបានច្រើនតាមតែអ្នកទាំងអស់គ្នាអាចជួយទៅបានណាសូមអរគុណ